វាសួរបងប្អូនអរគ្នាតោះថ្ងៃនេះមានវីដេអូខ្លីមួយពាក់ព័ន្ធនឹងកម្មវិធី Microsoft Office Word តាមពិតទៅវីដេអូនេះខ្ញុំធ្លាប់បានបង្ហាញម្ដងហើយប៉ុន្តែនៅតែមានបងប្អូនខ្លះហើយពិសេសអ្នកដែលគាត់ទើបតែចាប់ដើមកុំព្យូទ័រថ្មីថ្មីគាត់នៅតែឆ្ងល់ហើយអញ្ចឹងក៏បានលើកយកវាមកបង្ហាញម្ដងទៀតពាក់ព័ន្ធនឹងការចាប់ដើមកម្មវិធី Microsoft Office Word តើយើងត្រូវបើកកម្មវិធី Office Word ហ្នឹងយ៉ាងម៉េច អ្នកនរគ្នាក៏លេខមើលមកក្រោមនេះជាធម្មតានៅលើនេះយើងហៅថា taskbar នៅលើនេះវាអត់មានទេបើសិនបើយើងអត់យកមកដាក់ឬក៏រុញវាមកគឺវាទៅទេស្អាតទេប៉ុន្តែនៅលើនេះទាំងអស់គ្នាឃើញវាមាននេះនេះខ្ញុំបង្ហាញពី Microsoft Office Word 2010អញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាឃើញនៅលើនេះគ្រាន់តែ click លើវាមួយមកវានឹងបង្ហាញមកឲ្យយើងបែបនេះហើយក្នុងករណីដែលអ្នកទាំងអស់គ្នាបើកមកអត់ឃើញនៅលើនេះទាំងអស់គ្នាមើលនៅលើ screen នេះចំណុចទី2មើលនៅលើ screen នេះបើសិនបើយើងឃើញវានៅលើនេះនេះវាមានហើយណាទាំងអស់គ្នាគ្រាន់តែ click មកឆ្វេងពីរដងឲ្យញាប់មកវានឹងបង្ហាញផ្ទាំងបែបនេះដូចគ្នាឬក៏អ្នកនរនេះគ្រាន់តែដាក់ម៉ៅលើវាមកម៉ៅឆ្វេងបន្ទាប់មក click ម៉ៅស្ដាំយកពាក្យថា open ក៏វាបង្ហាញ Microsoft Office មកដូចគ្នាដែរចំណុចមួយទៀតក្នុងករណីដែលអ្នកនរគ្នាមើលនៅលើ taskbar នេះអត់ឃើញមើលនៅលើ screen អត់ឃើញអ្នកនរគ្នាក៏លេខមើលមកត្រង់ start នេះ start នៅត្រង់នេះវាមាន show lights show all យកពាក្យ show all មកបន្ទាប់មកមើលខាងក្រោមនេះទាញមកនេះ click លើវាមួយមកវាក៏បង្ហាញកម្មវិធី Microsoft Word ឲ្យយើងដែរនេះបែបនេះក្នុងករណីដែលអ្នកនរគ្នារកមើលលើនេះហើយអត់ឃើញនៅលើ screen ហ្នឹងក៏អត់ឃើញចូលទៅក្នុងនេះហើយដល់មិនឃើញទៀតជំរឿសចុងក្រោយរបស់អ្នកនរគ្នាចូលមកនៅត្រង់នេះអ្នកទាំងអស់គ្នាចូលនៅត្រង់ search វាយពាក្យថា win word នេះឃើញទេ win word win w o អញ្ចឹងទៅនេះវា load មកឲ្យនេះឃើញទេ click លើវាមកក៏វាបង្ហាញផ្ទាំង Microsoft Office Word ឲ្យយើងដែរទាំងអស់នេះជាចំណុចងាយៗក្នុងការស្វែងរកកម្មវិធី Microsoft Office Word 2010ក៏លោកមានបងប្អូនខ្លះដែលគាត់រកអត់ឃើញអញ្ចឹងគាត់អាចធ្វើតាមវិធីហ្នឹងណាមានជម្រើសច្រើនសម្រាប់វីដេអូនោះមានប៉ុណ្ណឹងហើយបងប្អូនដែលចូលមើលវីដេអូសូមកុំភ្លេចជួយ like Subscribe ហើយ Share វីដេអូម្នាក់មួយផងជម្រាបលាទាំងអស់គ្នា